កុំទម្លាប់ប្រើទូរស័ព្ទ iPhone រហូតដល់អស់ថ្មរលត់បើមិនចង់ឲ្យទូរស័ព្ទឆាប់ខូចតើអ្នកចូលចិត្តប្រើទូរស័ព្ទរហូតដល់អស់ថ្មដែរឬទេអ្នកជំនាញផ្នែកទូរស័ព្ទបានបង្ហាប់ឲ្យដឹងថាទម្លាប់នៅក្នុងការប្រើប្រាស់ទូរស័ព្ទដូចជា iPhone រហូតដល់អស់ថ្មរលីងតែម្ដងគឺមិនល្អសម្រាប់ទូរស័ព្ទឡើយពីព្រោះវាអាចនាំឲ្យខូចថ្មនិងប្រើមិនបានយូរអង្វែងឡើយប្រភពពីគេហទំព័របច្ចេកវិទ្យាដូចជា PK Energy បានឲ្យដឹងថាប្រព័ន្ធគ្រប់គ្រងថ្មរបស់ទូរស័ព្ទជាធម្មតាបាត់ដំណើរការទូរស័ព្ទមុនពេលដែលធម្មពលថ្មធ្លាក់ដល់0ក៏ប៉ុន្តែការបណ្ដាលឲ្យទូរស័ព្ទរលត់ម្ដងហើយម្ដងទៀតនោះគឺអាចជំរុញឲ្យថ្មទូរស័ព្ទកាន់តែឆាប់ខ្សោយយោងតាមភ្នាក់ងារផ្ដល់ជំនួយរបស់ក្រុមហ៊ុន Apple បានបន្ថែមថាទូរស័ព្ទ iPhone គឺត្រូវបានរចនាឡើងដើម្បីរក្សាបានប្រហែលជា 80% នៃកម្លាំងថ្មសរុបបន្ទាប់ពីសាកពេញបានប្រហែលជា500ដងក្រៅពីឆាប់ខូចថ្មហើយនោះការប្រើប្រាស់នៃទូរស័ព្ទ iPhone របស់អ្នកជាប្រចាំចាប់ពី 100% រហូតដល់ 70% ក៏មានគុណវិបត្តិមួយចំនួនផងដែរនៅពេលដែលថ្មទូរស័ព្ទជិតអស់ប្រព័ន្ធខាងក្នុងគឺអាចដំណើរការមិនល្អហើយនាំឲ្យការសាកបញ្ចូលថ្មកាន់តែយឺតជាងមុននិងកាត់បន្ថយប្រសិទ្ធភាពនៃការសាកបញ្ចូលថ្មដើម្បីគ្រប់គ្រងសុខភាពថ្មទូរស័ព្ទ iPhone បានល្អគឺតម្រូវឲ្យយើងមានទម្លាប់សាកថ្មបានទៀងទាត់ហើយម្ចាស់ទូរស័ព្ទក៏មិនគួរបញ្ចូលថ្មនៅកន្លែងដែលក្តៅដូចជាដាក់ក្រោមពន្លឺថ្ងៃឬក្នុងរថយន្តចោលនោះដែរអ្នកជំនាញបានណែនាំថាដើម្បីប្រើប្រាស់ទូរស័ព្ទ iPhone បានយូរអង្វែងម្ចាស់ទូរស័ព្ទត្រូវបញ្ចូលថ្មទូរស័ព្ទជាប់ជាប្រចាំមុនពេលដែលថ្មជិតអស់ឬក៏រលត់ទាំងស្រុងហើយត្រូវបញ្ឈប់ការសាកបញ្ចូលថ្មមុនពេលដែលទូរស័ព្ទមានថាមពលជិតពេញ